chăm ra rongគុណខ្មែរគូមិត្តភាពទី4បាទទឹកទី5ជាទឹកដាច់ព្រាត់បាទរវាងបង្គោលក្រហមកីឡាករអតិជ័យច័ន្ទរាជបង្គោលខៀវកីឡាកររីគីបៀប៉ិតបាទ បាទអបអរសាទរបាទអតិជ័យច័ន្ទរាជបានយកឈ្នះបន្ទុទៅលើកីឡាកររេគីមៀប៉ិតបាទហើយក៏ឆ្លៀតធ្វើ style អូបាទលយមែនតើបាទស្រីស្រីហៅខ្ញុំប៉ាចង់50អ្នកជាងតើនាងជាអ្នកណាខ្ញុំមានឈ្មោះថាបើភ្លេងនេះប្រហែលខ្ញុំដាក់មកហឺតខ្ញុំមានឈ្មោះថាបើឃើញខ្ញុំមិនមកខ្ញុំថាខ្ញុំនឿតឃើញរឿងខ្ញុំមិនចឹងក៏ប៉ុន្តែគេអត់ដឹងថាអ្នកនឹងតារាស្រីស្រីហៅខ្ញុំប៉ាចង់50អ្នកជាងតើនាងជាអ្នកណា Fuck this, oh the fuck this រៀបចំមកសាប់បាត់ឲ្យត្រូវតែឆ្លាប់ពេល like so hard កុំចាំស៊ីសាក់សពព្រៀបបានដូចថ្មាត់បានដូចថ្មាត់ជីវិតដូចទាំងសមានពណ៌ជាច្រើនដែលអ្នកត្រូវបាត់គុំណា like that ទៅឲ្យរកអីធ្វើមិនចង់ពោពណ៌កាត់សិបរោដូនយកបាយមួយចានI'm gonna go harder លើអូនហៅខ្ញុំទៅអ្នកក្លាហានI'm gonna go harder សាងលេខបុកគេឲ្យពិសុះជាងឡានជីវិតដូចទាំងសមានពណ៌ជាច្រើនដែលអ្នកត្រូវបាត់គុំណា like that ទៅឲ្យរកអីធ្វើមិនចង់ពោពណ៌កាត់ស្ដាប់បានអត់យកអីកប់ខំធ្វើតាមអវ៉ាខំដាក់ទៀនអានសៀវភៅតើមានអ្វីខ្លាចខាត How about that ខំឲ្យបងតាំងពីល្បួរកពើឲ្យរត់ធ្វើការទៀតក៏មានខ្ញុំអស់ហើយអញ្ចឹងមានរឿងអីទៀតខ្ញុំលែងទៅខ្ញុំអស់ចិត្តហើយខ្ញុំអស់ចិត្តហើយHello សួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយនេះគឺជាថ្ងៃដែល event ថ្ងៃដែលយើងធ្វើកម្មវិធី live ហើយពេលនេះយើងធ្វើ live ចប់ហើយដែរឃើញថាកម្មវិធីទៅរលូនតែអ្វីដែលដូចតែខ្ញុំចង់បានវាមិនអាចបាន 100% ព្រោះវាជា live show ហើយយើងមានពេលវេលាតិចហើយវាជាបទពិសោធន៍ការងារដំបូងដែរតែនិយាយលទ្ធផលល្អច្រើនតែក៏វាខ្ញុំបានបញ្ជាក់ខ្ញុំអត់បានដល់ 100% ដូចយើងចង់បានបើសិនជាបាន 100% ដូចខ្ញុំចង់បានខ្ញុំជប់ខ្ញុំបើផឹកអ្នកគ្នាអ្នកគ្នាផឹកមកពេលខ្ញុំបានធ្វើការលើនេះខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំអាចធ្វើរឿងមួយដែលខ្ញុំស្រឡាញ់ពីទូចហើយយើងអាចយកគំនិតដែលយើងចង់បានចង់អីហ្នឹងយកមកប្រើវាចេញជាការងារហើយយើងមានធម្មតាពេលខ្លះយើងក្រាំងយើងចង់ធ្វើនេះយើងចង់ធ្វើនោះតែបានពេលខ្លះនិយាយតែជាមួយពួកម៉ាក់ឯងអញ្ចឹងតែគិតម្នាក់ឯងនៅពេលដែលកន្លែងមួយថ្ងៃមួយយើងបានឱកាសធ្វើវាហើយវាជាការងារមួយដែលយើងមានទំនួលខុសត្រូវឲ្យធ្វើវាចេញស្អាតដើម្បីមានលទ្ធផលអីមួយហើយយើងបានទាំងប្រាក់ចំណូលទៀតអាកំណត់ដែលយើងធ្លាប់គិតចង់ធ្វើចង់អីហ្នឹងទៅដល់វាខ្លាចទៅជាកំណត់មួយដែលវាធ្វើមែនតើហើយវាបានទាំងឆាយជាការងារមួយបានជាប្រាក់ចំណូលបានអីទៀតសូវាល្អហើយទោះជាលទ្ធផលបែបណាក៏ខ្ញុំសប្បាយចិត្តហើយដែរឃើញកន្លែងស្អាតហើយយើងស្រឡាញ់ការថតយើងចង់ថតហើយស្រឡាញ់អ្នកទាំងអស់គ្នាទៀតអញ្ចឹងចាំការចាំថតខ្ញុំថាពេលធ្វើការងារអស់ប្រចិត្តហើយលទ្ធផលមិនក៏យើងអស់ចិត្តដែរណាតែវាខ្លះវាមិនតាន់អស់ពេលលទ្ធផលអត់ដូចចិត្តធ្វើការងារអស់ប្រចិត្តហើយតែលទ្ធផលវាអត់ដូចចិត្តតែវាខ្លះគេថាធ្វើការងារអស់ប្រចិត្តទៅដល់ពេលដែលទោះវាអត់ដូចចិត្តគឺយើងអស់ចិត្តដែរតែសម្រាប់ខ្ញុំពេលខ្លះខ្ញុំមិនដឹងថាតើខ្ញុំឬទាំងអស់គ្នាពេលខ្លះពេលយើងធ្វើការងារអស់ប្រចិត្តហើយតែដល់ពេលវាអត់បានដូចចិត្តដល់ពេលយើងអស់ខំអស់ហើយវាអត់បានដូចចិត្តយើងនៅណាវាយតែក៏យើងអត់សូវបន្ទោសខ្លួនឯងដែរព្រោះយើងខំអស់ហើយតែវាក៏មានអារម្មណ៍ថាធ្វើការងារអស់ចិត្តឯទោះមិនក៏ដោយក៏យើងអស់ចិត្តដែរយើងអស់ចិត្តលុះត្រាតែការងារហ្នឹងវាបានដូចចិត្តក៏ទៅជីវិតនៃយើងវាបាក់ដែរលទ្ធផលមួយចំនួនដែលយើងអត់បានរំពឹងទុកហើយលទ្ធផលមួយចំនួនដែលយើងបានរំពឹងទុកវាបានកើតឡើងច្រើន
Yeah it's good វាល្អអញ្ចឹងមិនថាការងារនេះទៅមុខបានគឺដោយសារតែមានក្រុមការងារទាំងអស់គ្នាជាច្រើនអ្នកគ្រប់ផ្នែកបានជួយមិនខ្ញុំអ្នកឯងអាចទៅរត់ធ្វើនេះធ្វើនោះទាំងអស់ហើយអញ្ចឹងអរគុណទាំងអស់គ្នាសប្បាយចិត្តមើលទៅឲ្យសោចឲ្យញឹមពេលដែលចាស់ទៅក៏ដោយខ្ញុំពេលខ្ញុំធ្វើការងារមួយស្អាតហើយពេលខ្ញុំចាស់ទៅខ្ញុំចង់បកមើលវីដេអូហ្នឹងវិញហើយខ្ញុំមានញឹមដល់ការងារស្អាតណាលយអញ្ចឹង live ឬក៏មិនអញ្ចឹងទៅអានេះអ្វីដែលខ្ញុំធ្វើវាច្រើនខ្ញុំដាក់ចិត្តធ្វើអញ្ចឹងខ្ញុំធ្វើមិនមែនតែដើម្បីតែឥឡូវហ្នឹងស្អាតទេខ្ញុំចង់ 3-4 ឆ្នាំក្រោយខ្ញុំទៅមើលពេលណាខ្ញុំអត់សប្បាយចិត្តខ្ញុំពេលណាចង់ទៅមើលការងារខ្ញុំហើយខ្ញុំមើលខ្ញុំសប្បាយចិត្តហើយខ្ញុំសប្បាយចិត្តក្នុងការចែករំលែកទៅពួកម៉ាក់ទៅកាន់មិត្តភក្តិថានេះស្អាតទេព្រោះខ្ញុំចេះពេលដែលខ្ញុំមើលកម្មវិធីអីមួយហើយគេថតស្អាតគេកាត់តស្អាត lighting ស្អាតអ្វីស្អាតហើយខ្ញុំមើលខ្ញុំតសារក្រុមការងារទាំងមូលហើយនឹង director ហ្នឹងគាត់មានថាគាត់មានអាបេះដូងមួយដែលធំហើយគេវាលយនៅពេលយើងមើលយើងស្រឡាញ់ហើយយើងដល់ថាពេលខ្លះខ្ញុំមើលឡើង 4-5 ដងខ្ញុំមើលធុញហើយខ្ញុំចង់ឲ្យការងារខ្ញុំដូចគ្នាអញ្ចឹងខ្ញុំមើល 4-5 ដងហើយខ្ញុំអត់ធុញដូចគ្នាអញ្ចឹងវាបានចំនួនមួយដែលខ្ញុំទទួលយកបានពូគាត់នៅក្នុង high level មួយដល់ពេលខ្ញុំមើល live show របស់ Justin One Shot មក Post Malone អីគឺខ្ញុំមើលហើយខ្ញុំអត់ធុញហើយពេលណាដែលខ្ញុំចង់ទៅមើលអីដែលឲ្យកំសាន្តគឺខ្ញុំបកទៅមើលអាហ្នឹងវិញហ្មងដូចគ្នាសម្រាប់ការងារផ្សេងៗខ្ញុំចឹងដូចគ្នាចឹងការងារនេះបានមួយចំនួនជោគជ័យធំអើយសប្បាយចិត្តចឹងខ្ញុំសុំគេសិនហើយអរកន្លងអរគ្នាធ្វើការហត់យ៉ាសួស្ដីអ្នកទាំងអស់គ្នាខ្ញុំសុំមកបន្តិចទៀតហ្នឹងហើយសុំចែកលេខពីអារម្មណ៍មួយដំបូងខ្ញុំគិតថាខ្ញុំបានសប្បាយចិត្តច្រើនជាមួយលទ្ធផលតែពេលដែលខ្ញុំមើលលទ្ធផលម្ដងទៀតឡើងវិញ No I'm not happy with that